បាទជំរាបសួរបងប្អូនប្រជាកសិករទាំងអស់គ្នានេះគឺជាទិដ្ឋភាពនៃការព្រោះស្រូវបាទសម្រាប់ថ្ងៃទី28ខែ4ឆ្នាំ2025ដីនេះគឺយើងបានភ្ជួរ3ជើងព្រោះបងប្អូននេះគឺជាជើងចុងក្រោយហើយជើងទី3ហើយអ្នកភ្ជួរក៏កំពុងតែភ្ជួរហើយអ្នកព្រោះក៏កំពុងតែព្រោះហើយអ្នករស់ក៏កំពុងតែរស់យើងឃើញថានៅម្ដុំនេះមានត្រាក់ទ័រ3 4 5គ្រឿងដែលកំពុងតែភ្ជួរប្រដេញគ្នាធ្វើស្រែព្រោះស្រូវហ្នឹងណាមានន័យថាប្រជាកសិករយើងនៅខែ4ខែ5ខែ6ហ្នឹងគឺចាប់ផ្ដើមធ្វើការព្រោះស្រូវហើយបងប្អូនហើយយើងព្រោះចាំទឹកភ្លៀងណាវគ្គនេះគឺយើងព្រោះគោកទេយើងព្រោះចាំទឹកភ្លៀងហើយអ្នកខ្លះក៏បានធ្វើដី2ជើង3ជើង2ជើងទៅតាមលទ្ធភាពយើងធ្វើដីបានកាន់តែល្អកាន់តែស្អាតម៉ត់ល្អគឺស្រូវរបស់យើងគឺវាដុះមកក៏ល្អដែរដោយសារវាធូរគ្មានស្មៅយាយីបាទហើយនៅតំបន់ខ្ញុំនេះគឺប្រជាកសិករធ្វើពូជចម្រុះបានមានពូជសែនក្រអូបមានពូជ5451មានពូជផ្ការំដួលមានស្រងែជាដើមហើយសកម្មភាពដែលគេកំពុងធ្វើនេះគឺពូជ OM 5451បាទហើយនេះគឺជាជំហានទី1នៃការធ្វើស្រែនៅតំបន់នេះបាទគឺគេព្រោះគោកបាទអត់ទាន់មានទឹកទេវគ្គនេះគឺយើងធ្វើតាមទឹកភ្លៀងបាទពេលមានភ្លៀងក៏បានទៅបើអត់ភ្លៀងប្រហែលជាងាប់អស់យើងដាក់ម្ដងទៀតតែអញ្ចឹងណាអញ្ចឹងការធ្វើកសិកម្មគឺមិនស្រួលទេបងប្អូនអើយមិនស្រួលទេអ្នកខ្លះក៏ធ្វើបានច្រើនអ្នកខ្លះក៏ធ្វើតាមបានតិចវាអាស្រ័យទៅលើបច្ចេកទេសក្នុងការធ្វើបាទហើយវីដេអូនេះគឺអត់មានអីច្រើនទេគ្រាន់តែចង់បង្ហាញបងប្អូនពីសកម្មភាពខ្លះៗដែលបងប្អូនប្រជាកសិករយើងបានធ្វើស្រែប្រកាន់រដូវមិនប្រកាន់រដូវនៅខែ4ខែ5នេះបាទសូមអរគុណច្រើន